ុំតាមគេមានន័យថាកុំរស់នៅដោយយកអ្នកដទៃជាគំរូគ្រប់រឿងរហូតភ្លេចគោលដៅរបស់ខ្លួនឯងមនុស្សម្នាក់មានជីវិតខ្សែផ្លូវនិងសមត្ថភាពខុសគ្នាបើយើងចេះតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃយើងនឹងបាត់បង់ទំនុកចិត្តលើខ្លួនឯងអ្វីដែលសំខាន់គឺត្រូវស្គាល់ពីសមត្ថភាពរបស់ខ្លួនហើយខិតខំអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរឡើងការតាមគេដោយគ្មានការគិតអាចធ្វើឲ្យយើងជ្រើសរើសផ្លូវខុសមនុស្សខ្លះជោគជ័យក្នុងអាជីវកម្មមនុស្សខ្លះជោគជ័យក្នុងការសិក្សាហើយមនុស្សខ្លះទៀតជោគជ័យក្នុងការងារដូច្នេះយើងមិនគួរតាមគេដោយសារតែឃើញគេជោគជ័យនោះទេការរស់នៅដោយផ្អែកលើគំនិតរបស់អ្នកដទៃនឹងធ្វើឲ្យយើងគ្មានភាពជាម្ចាស់លើជីវិតរបស់ខ្លួនយើងគួរតែរៀនស្ដាប់យោបល់ពីអ្នកដទៃប៉ុន្តែត្រូវចេះវិភាគនិងសម្រេចចិត្តដោយខ្លួនឯងការតាមគេច្រើនពេកអាចធ្វើឲ្យយើងបាត់បង់អត្តសញ្ញាណរបស់ខ្លួនមនុស្សគ្រប់រូបសុទ្ធតែមានចំណុចខ្លាំងនិងទេពកោសល្យរៀងខ្លួនប្រសិនបើយើងអាចរកឃើញសមត្ថភាពរបស់ខ្លួននោះយើងនឹងអាចអភិវឌ្ឍខ្លួនបានកាន់តែល្អត្រូវផ្ដោតលើការរៀនសូត្រការអភិវឌ្ឍចំណេះដឹងនិងការកែលម្អទម្លាប់ប្រចាំថ្ងៃការរីកចម្រើនពិតប្រាកដមិនមែនកើតឡើងដោយការតាមគេទេប៉ុន្តែកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ខ្លួនឯងសូមចងចាំថាមិនចាំបាច់ដើរតាមផ្លូវរបស់អ្នកដទៃដើម្បីទទួលបានភាពជោគជ័យនោះទេចូលបង្កើតផ្លូវរបស់ខ្លួនឯងហើយដើរទៅមុខមួយជំហានម្ដងទោះបីជាដើរយឺតក៏ដោយបើមិនឈប់ដើរនោះយើងនឹងទៅដល់គោលដៅនៅថ្ងៃណាមួយជាមិនខានអ្នកខ្លះនិយាយពាក្យដែលជួយឲ្យយើងរីកចម្រើនព្រោះពួកគេចង់ឲ្យយើងមានអនាគតល្អចេះអភិវឌ្ឍខ្លួនឯងនិងទទួលបានភាពជោគជ័យប៉ុន្តែអ្នកខ្លះទៀតនិយាយពាក្យដែលធ្វើឲ្យយើងអស់កម្លាំងចិត្តបាក់ទឹកចិត្តនិងលែងជឿជាក់លើខ្លួនឯងអត្ថន័យនៃឃ្លានេះគឺចង់បង្រៀនឲ្យយើងចេះបែងចែករវាងពាក្យរិះគន់ដែលមានប្រយោជន៍និងពាក្យដែលគ្រាន់តែចង់ទាញយើងឲ្យធ្លាក់ចុះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានបំណងល្អចំពោះយើងនោះទេដូច្នេះយើងត្រូវមានប្រាជ្ញាក្នុងការស្ដាប់និងរៀនពីអ្វីដែលមានប្រយោជន៍ពេលខ្លះការរិះគន់អាចធ្វើឲ្យយើងឈឺចិត្តប៉ុន្តែវាអាចជាកម្លាំងជំរុញឲ្យយើងកែប្រែចំណុចខ្វះខាតរបស់ខ្លួនផ្ទុយទៅវិញពាក្យដែលបំបាក់ទឹកចិត្តអាចធ្វើឲ្យយើងបាត់បង់ភាពក្លាហាននិងលែងចង់បន្តដំណើរទៅមុខយើងមិនអាចហាមឃាត់មនុស្សមិនឲ្យនិយាយអំពីយើងបានទេប៉ុន្តែយើងអាចជ្រើសរើសថាតើគួរយកពាក្យណាមកគិតនិងគួរបោះចោលពាក្យណាប្រសិនបើយើងយកពាក្យអវិជ្ជមានទាំងអស់មកដាក់ក្នុងចិត្តនោះយើងនឹងរស់នៅដោយភាពភ័យខ្លាចនិងអស់សង្ឃឹមមនុស្សជោគជ័យជាច្រើនតែងតែជួបការរិះគន់និងការបំបាក់ទឹកចិត្តពីអ្នកដទៃប៉ុន្តែពួកគេមិនបានបោះបង់ក្តីស្រមៃរបស់ខ្លួនឡើយពួកគេបានយកពាក្យទាំងនោះមកធ្វើជាកម្លាំងចិត្តដើម្បីខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងជីវិតរបស់យើងមិនត្រូវពឹងផ្អែកលើការវាយតម្លៃរបស់អ្នកដទៃទាំងស្រុងនោះទេអ្វីដែលសំខាន់គឺការជឿជាក់លើខ្លួនឯងនិងការខិតខំប្រឹងប្រែងដោយមិនបោះបង់នៅពេលមាននរណាម្នាក់និយាយល្អមកកាន់យើងគួរតែទទួលយកដោយអំណរគុណប៉ុន្តែនៅពេលមាននរណាម្នាក់និយាយពាក្យដែលធ្វើឲ្យយើងបាក់ទឹកចិត្តយើងត្រូវរៀនធ្វើចិត្តឲ្យរឹងមាំនិងកុំឲ្យពាក្យទាំងនោះគ្រប់គ្រងជីវិតរបស់យើងសូមចងចាំថាមាសពិតមិនខ្លាចភ្លើងទេមនុស្សដែលមានគោលដៅច្បាស់លាស់ក៏មិនងាយបោះបង់ដោយសារពាក្យសម្ដីរបស់អ្នកដទៃដែរការរិះគន់ខ្លះអាចជួយឲ្យយើងរីកចម្រើនខណៈការបំបាក់ទឹកចិត្តខ្លះអាចជួយឲ្យយើងកាន់តែរឹងមាំចុងក្រោយយើងត្រូវរៀនស្ដាប់តែពាក្យដែលមានតម្លៃយកអ្វីដែលល្អមកអភិវឌ្ឍខ្លួនឯងហើយបន្តដើរទៅមុខដោយភាពជឿជាក់កុំឲ្យសម្ដីរបស់អ្នកដទៃកំណត់អនាគតរបស់អ្នកព្រោះអនាគតរបស់អ្នកស្ថិតនៅក្នុងដៃរបស់អ្នកផ្ទាល់បើអ្នកចង់ផ្លាស់ប្ដូរជីវិតអ្នកត្រូវចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់របស់ខ្លួនជាមុនសិនអត្ថន័យនៃឃ្លានេះគឺចង់បង្ហាញថាការផ្លាស់ប្ដូរជីវិតមិនមែនកើតឡើងដោយសារសំណាងឬការរងចាំឱកាសនោះទេប៉ុន្តែវាកើតឡើងពីការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃរបស់យើងទម្លាប់តូចដែលយើងធ្វើជារៀងរាល់ថ្ងៃគឺជាកត្តាសំខាន់ដែលកំណត់អនាគតរបស់យើងមនុស្សជាច្រើនចង់ទទួលបានភាពជោគជ័យប៉ុន្តែពួកគេមិនចង់ផ្លាស់ប្ដូរទម្លាប់ចាស់របស់ខ្លួនឡើយពួកគេចង់ឲ្យជីវិតប្រសើរឡើងប៉ុន្តែនៅតែរស់នៅតាមរបៀបដដែលការគិតបែបនេះមិនអាចនាំឲ្យមានការផ្លាស់ប្ដូរពិតប្រាកដបានទេទម្លាប់គឺជាអ្វីដែលយើងធ្វើម្ដងហើយម្ដងទៀតរហូតក្លាយជាផ្នែកមួយនៃជីវិតប្រសិនបើយើងមានទម្លាប់ល្អនោះជីវិតរបស់យើងក៏នឹងប្រសើរឡើងដែរប៉ុន្តែប្រសិនបើយើងមានទម្លាប់មិនល្អនោះវាក៏អាចធ្វើឲ្យយើងបាត់បង់ឱកាសជាច្រើនផងដែរឧទាហរណ៍ប្រសិនបើអ្នកមានទម្លាប់ក្រោកពីគេងយឺតអ្នកអាចនឹងខកខានឱកាសជាច្រើននៅក្នុងជីវិតប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមក្រោកពីព្រលឹមអ្នកនឹងមានពេលវេលាច្រើនសម្រាប់ការងារការហាត់ប្រាណនិងការអភិវឌ្ឍខ្លួនឯងការអានសៀវភៅក៏ជាទម្លាប់ដ៏ល្អមួយដែរមនុស្សដែលចូលចិត្តអានសៀវភៅតែងតែមានចំណេះដឹងទូលំទូលាយនិងមានការគិតស៊ីជម្រៅការអានត្រឹមតែបន្តិចបន្តួចជារៀងរាល់ថ្ងៃក៏អាចជួយឲ្យយើងមានការរីកចម្រើនយ៉ាងខ្លាំងបានដែរការគ្រប់គ្រងពេលវេលាក៏ជាទម្លាប់ដ៏សំខាន់មួយដែរមនុស្សដែលចេះរៀបចំពេលវេលាតែងតែអាចបំពេញការងារបានល្អនិងសម្រេចគោលដៅរបស់ខ្លួនបានលឿនជាងមុនផ្ទុយទៅវិញការចំណាយពេលទៅលើរឿងដែលគ្មានប្រយោជន៍អាចធ្វើឲ្យយើងនៅទ្រឹងមួយកន្លែង
ការផ្លាស់ប្ដូរទម្លាប់មិនមែនជារឿងងាយស្រួលនោះទេវាត្រូវការតាំងចិត្តការអត់ធ្មត់និងការខិតខំប្រឹងប្រែងទោះបីជាយើងមិនអាចផ្លាស់ប្ដូរបានទាំងស្រុងក្នុងរយៈពេលខ្លីក៏ដោយក៏យើងអាចចាប់ផ្ដើមពីចំណុចតូចបានដែរមនុស្សជោគជ័យជាច្រើនបានចាប់ផ្ដើមពីការកែប្រែទម្លាប់របស់ខ្លួនពួកគេបានរៀនរស់នៅដោយមានវិន័យចេះគ្រប់គ្រងពេលវេលានិងមិនឈប់អភិវឌ្ឍខ្លួនឯងទម្លាប់ទាំងនេះហើយដែលបានជួយឲ្យពួកគេទទួលបានភាពជោគជ័យប្រសិនបើអ្នកចង់ឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរចូលចាប់ផ្ដើមសួរខ្លួនឯងថាតើទម្លាប់អ្វីខ្លះដែលអ្នកគួរតែកែប្រែតើអ្នកគួរតែបន្ថែមទម្លាប់ល្អអ្វីខ្លះទៅក្នុងជីវិតរបស់អ្នកចូលគម្រោងចាំឲ្យថ្ងៃស្អែកមកដល់ទើបចាប់ផ្ដើមផ្លាស់ប្ដូរចូលចាប់ផ្ដើមពីថ្ងៃនេះចាប់ផ្ដើមពីរឿងតូចហើយបន្តធ្វើវាជារៀងរាល់អភិវឌ្ឍខ្លួនឯងបន្តិចម្ដងប្រសើរជាងនៅមួយកន្លែងដោយមិនផ្លាស់ប្ដូរអ្វីសោះអត្ថន័យនៃឃ្លានេះគឺចង់បង្រៀនឲ្យយើងយល់ថាការរីកចម្រើនមិនចាំបាច់ត្រូវតែកើតឡើងក្នុងរយៈពេលខ្លីនោះទេទោះបីជាយើងរីកចម្រើនត្រឹមតែមួយជំហានតូចក្នុងមួយថ្ងៃក៏ដោយក៏វាប្រសើរជាងការឈរនៅមួយកន្លែងដោយមិនព្រមផ្លាស់ប្ដូរខ្លួនឯងដែរមនុស្សជាច្រើនចង់ទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សប៉ុន្តែពួកគេភ្លេចថាភាពជោគជ័យធំតែងតែចាប់ផ្ដើមពីការផ្លាស់ប្ដូរតូចការអានសៀវភៅមួយទំព័រក្នុងមួយថ្ងៃការរៀនជំនាញថ្មីបន្តិចម្ដងឬការកែប្រែទម្លាប់មិនល្អមួយចំណុចក៏អាចនាំឲ្យជីវិតមានការផ្លាស់ប្ដូរយ៉ាងខ្លាំងបានដែរការអភិវឌ្ឍខ្លួនឯងមិនមែនមានន័យថាយើងត្រូវតែក្លាយជាមនុស្សពូកែក្នុងរយៈពេលមួយយប់នោះទេវាគឺជាដំណើរដែលត្រូវការពេលវេលាការអត់ធ្មត់និងការខិតខំប្រឹងប្រែងជាប្រចាំមួយថ្ងៃរៀនបន្តិចមួយថ្ងៃកែប្រែបន្តិចហើយមួយថ្ងៃរីកចម្រើនបន្តិចនៅពេលដែលពេលវេលាកន្លងផុតទៅយើងនឹងឃើញការផ្លាស់ប្ដូរយ៉ាងច្បាស់ការឈរនៅមួយកន្លែងដោយមិនព្រមផ្លាស់ប្ដូរនឹងធ្វើឲ្យយើងបាត់បង់ឱកាសជាច្រើនពិភពលោកកំពុងផ្លាស់ប្ដូរជារៀងរាល់ថ្ងៃបច្ចេកវិទ្យាកំពុងរីកចម្រើនហើយចំណេះដឹងថ្មីក៏កំពុងកើតឡើងជាបន្តបន្ទាប់ប្រសិនបើយើងមិនព្រមរៀនអ្វីថ្មីទេយើងនឹងដើរយឺតជាងអ្នកដទៃការផ្លាស់ប្ដូរខ្លួនឯងត្រូវចាប់ផ្ដើមពីទម្លាប់ប្រចាំថ្ងៃឧទាហរណ៍ការក្រោកពីព្រលឹមការអានសៀវភៅការហាត់ប្រាណការគ្រប់គ្រងពេលវេលានិងការរៀនពីបទពិសោធន៍របស់អ្នកដទៃសុទ្ធតែជាវិធីដែលជួយឲ្យយើងរីកចម្រើនមនុស្សជោគជ័យជាច្រើនមិនបានក្លាយជាមនុស្សអស្ចារ្យដោយសារតែទេពកោសល្យពីកំណើតនោះទេពួកគេបានប្រឹងប្រែងអភិវឌ្ឍខ្លួនឯងជារៀងរាល់ថ្ងៃទោះបីជាពួកគេជួបបរាជ័យក៏ដោយក៏ពួកគេមិនបោះបង់ការរៀននិងការកែលម្អខ្លួនឯងដែរជីវិតប្រៀបដូចជាការឡើងជណ្ដើរយើងមិនអាចលោតទៅដល់កាំជណ្ដើរខ្ពស់បំផុតបានទេយើងត្រូវឡើងម្ដងមួយកាំទោះបីជាដើរយឺតក៏ដោយឲ្យតែយើងមិនឈប់ដើរយើងនឹងទៅដល់គោលដៅនៅថ្ងៃណាមួយជាមិនខានដូច្នេះកុំមើលងាយការរីកចម្រើនតូចរបស់ខ្លួនឯងការផ្លាស់ប្ដូរបន្តិចម្ដងនៅថ្ងៃនេះអាចក្លាយជាភាពជោគជ័យដ៏ធំនៅថ្ងៃអនាគតចូលបន្តរៀនបន្តកែប្រែនិងបន្តអភិវឌ្ឍខ្លួនឯងជានិច្ចព្រោះការរីកចម្រើនតិចតួចក៏ប្រសើរជាងការមិនព្រមផ្លាស់ប្ដូរអ្វីសោះដែរកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃត្រូវប្រៀបធៀបខ្លួនឯងជាមួយអតីតកាលរបស់ខ្លួនអត្ថន័យនៃឃ្លានេះគឺចង់បង្រៀនឲ្យយើងចេះមើលតម្លៃរបស់ខ្លួនឯងនិងផ្ដោតលើការរីកចម្រើនរបស់ខ្លួនជាងយកជីវិតរបស់ខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃមនុស្សម្នាក់មានសមត្ថភាពគោលដៅបទពិសោធន៍និងស្ថានភាពរស់នៅខុសគ្នាដូច្នេះការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃមិនមែនជាវិធីល្អក្នុងការវាស់ស្ទង់ភាពជោគជ័យនោះទេមនុស្សជាច្រើនតែងតែមានអារម្មណ៍ថាខ្លួនឯងអន់ជាងអ្នកដទៃនៅពេលឃើញគេមានការងារល្អមានប្រាក់ច្រើនមានផ្ទះសម្បែងឬមានជីវិតដែលមើលទៅជោគជ័យជាងខ្លួនការគិតបែបនេះអាចធ្វើឲ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯងនិងធ្វើឲ្យយើងរស់នៅដោយភាពតានតឹងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃគឺដូចជាការយកផ្លូវរបស់ខ្លួនទៅវាស់ជាមួយផ្លូវរបស់អ្នកផ្សេងមនុស្សម្នាក់មានដំណើរជីវិតខុសគ្នាអ្នកខ្លះជោគជ័យនៅវ័យក្មេងខណៈអ្នកខ្លះទៀតទើបទទួលបានភាពជោគជ័យនៅពេលមានវ័យច្រើនដូច្នេះយើងមិនគួរបង្ខំខ្លួនឯងឲ្យដើរតាមល្បឿនរបស់អ្នកដទៃឡើយផ្ទុយទៅវិញយើងគួរតែប្រៀបធៀបខ្លួនឯងជាមួយអតីតកាលរបស់ខ្លួនសួរខ្លួនឯងថាតើថ្ងៃនេះយើងល្អជាងម្សិលមិញដែរឬទេតើយើងបានរៀនអ្វីថ្មីខ្លះតើយើងបានកែប្រែចំណុចខ្វះខាតរបស់ខ្លួនបានប៉ុន្មានប្រសិនបើពីមុនអ្នកមិនធ្លាប់អានសៀវភៅប៉ុន្តែថ្ងៃនេះអ្នកចាប់ផ្ដើមអាននោះគឺជាការរីកចម្រើនប្រសិនបើពីមុនអ្នកខ្លាចក្នុងការនិយាយជាមួយមនុស្សប៉ុន្តែថ្ងៃនេះអ្នកហ៊ាននិយាយនោះក៏ជាការរីកចម្រើនដែរទោះបីជាការផ្លាស់ប្ដូរនោះតូចប៉ុណ្ណាក៏ដោយវានៅតែជាជំហានដ៏មានតម្លៃការប្រៀបធៀបខ្លួនឯងជាមួយអតីតកាលនឹងជួយឲ្យយើងមើលឃើញពីការខិតខំប្រឹងប្រែងរបស់ខ្លួនវានឹងផ្ដល់កម្លាំងចិត្តឲ្យយើងបន្តដំណើរទៅមុខដោយមិនចាំបាច់ខ្វល់ខ្វាយពីភាពជោគជ័យរបស់អ្នកដទៃឡើយការរីកចម្រើនមិនមែនជាការប្រកួតប្រជែងជាមួយអ្នកដទៃទេវាគឺជាការកែលម្អខ្លួនឯងឲ្យកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃប្រសិនបើអ្នកអាចយកឈ្នះលើទម្លាប់មិនល្អរបស់ខ្លួនបាននោះអ្នកកំពុងតែទទួលបានជ័យជំនះដ៏ធំមួយហើយ
មនុស្សដែលតែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃច្រើនតែរស់នៅដោយភាពច្រណែននិងការមិនពេញចិត្តចំពោះជីវិតរបស់ខ្លួនប៉ុន្តែមនុស្សដែលផ្ដោតលើការអភិវឌ្ឍខ្លួនឯងនឹងរស់នៅដោយភាពរីករាយនិងមានសន្តិភាពក្នុងចិត្តជីវិតមិនមែនជាការប្រណាំងរត់ទេវាគឺជាដំណើរដែលយើងត្រូវរៀនស្វែងយល់និងអភិវឌ្ឍខ្លួនឯងអ្វីដែលសំខាន់បំផុតមិនមែនជាការយកឈ្នះអ្នកដទៃនោះទេប៉ុន្តែជាការយកឈ្នះលើខ្លួនកុំខ្លាចការបរាជ័យព្រោះការបរាជ័យគឺជាគ្រូបង្រៀនដ៏ល្អបំផុតអត្ថន័យនៃឃ្លានេះគឺចង់បង្រៀនឲ្យយើងយល់ថាការបរាជ័យមិនមែនជាទីបញ្ចប់នៃជីវិតនោះទេផ្ទុយទៅវិញវាគឺជាមេរៀនដ៏មានតម្លៃដែលជួយឲ្យយើងរៀនពីកំហុសកែលម្អខ្លួនឯងនិងក្លាយជាមនុស្សដែលកាន់តែរឹងមាំមនុស្សជាច្រើនខ្លាចការបរាជ័យព្រោះពួកគេគិតថាការបរាជ័យគឺជាសញ្ញានៃភាពទន់ខ្សោយដោយសារតែការភ័យខ្លាចនេះពួកគេមិនហ៊ានចាប់ផ្ដើមធ្វើអ្វីថ្មីមិនហ៊ានសាកល្បងនិងមិនហ៊ានប្រឈមមុខនឹងបញ្ហាប៉ុន្តែការមិនហ៊ានចាប់ផ្ដើមអាចធ្វើឲ្យយើងបាត់បង់ឱកាសជាច្រើននៅក្នុងជីវិតការបរាជ័យគឺជាគ្រូបង្រៀនដ៏ល្អបំផុតព្រោះវាធ្វើឲ្យយើងដឹងថាអ្វីដែលយើងបានធ្វើកន្លងមកមានចំណុចខ្វះខាតនៅត្រង់ណាប្រសិនបើយើងមិនធ្លាប់បរាជ័យទេយើងក៏ប្រហែលជាមិនដឹងថាត្រូវកែលម្អខ្លួនឯងដោយរបៀបណាដែរជីវិតគឺជាដំណើរនៃការរៀនសូត្រពេលខ្លះយើងទទួលបានភាពជោគជ័យហើយពេលខ្លះទៀតយើងក៏ជួបការបរាជ័យប៉ុន្តែទាំងភាពជោគជ័យនិងការបរាជ័យសុទ្ធតែអាចបង្រៀនយើងបានដូចគ្នាមនុស្សជោគជ័យជាច្រើននៅលើពិភពលោកសុទ្ធតែធ្លាប់ឆ្លងកាត់ការបរាជ័យពួកគេមិនបានទទួលជោគជ័យតាំងពីការព្យាយាមលើកដំបូងនោះទេពួកគេបានបរាជ័យម្ដងហើយម្ដងទៀតប៉ុន្តែពួកគេមិនបានបោះបង់ឡើយផ្ទុយទៅវិញពួកគេបានប្រើការបរាជ័យធ្វើជាមេរៀនដើម្បីកែលម្អខ្លួនឯងការបរាជ័យអាចធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់ខកចិត្តនិងអស់សង្ឃឹមប៉ុន្តែប្រសិនបើយើងអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាននោះយើងនឹងអាចក្រោកឈរឡើងវិញនិងបន្តដំណើរទៅមុខការបរាជ័យបង្រៀនយើងឲ្យចេះអត់ធ្មត់វាបង្រៀនយើងឲ្យចេះទទួលស្គាល់កំហុសនិងចេះស្វែងរកដំណោះស្រាយវាក៏បង្រៀនយើងឲ្យចេះទៅស៊ូនិងមិនបោះបង់ក្តីស្រមៃរបស់ខ្លួនផងដែរបើអ្នកបរាជ័យក្នុងការងារអ្នកនឹងរៀនពីបទពិសោធន៍ការងារបើអ្នកបរាជ័យក្នុងការសិក្សាអ្នកនឹងដឹងថាត្រូវខិតខំប្រឹងប្រែងបន្ថែមនៅចំណុចណាបើអ្នកបរាជ័យក្នុងជីវិតអ្នកនឹងកាន់តែមានបទពិសោធន៍និងភាពចាស់ទុំកុំខ្មាស់អៀនចំពោះការបរាជ័យអ្វីដែលគួរឲ្យខ្លាចជាងការបរាជ័យគឺការមិនព្រមរៀនពីការបរាជ័យមនុស្សដែលមិនរៀនពីកំហុសរបស់ខ្លួនអាចនឹងធ្វើខុសតែម្ដងហើយម្ដងទៀតការបរាជ័យមិនមែនជាសត្រូវរបស់យើងនោះទេវាគឺជាផ្នែកមួយនៃជីវិតដែលជួយបង្ហាញផ្លូវឲ្យយើងដើរទៅរកភាពជោគជ័យរាល់ការបរាជ័យទាំងអស់សុទ្ធតែមានមេរៀនលាក់ខ្លួននៅខាងក្នុងដូច្នេះកុំខ្លាចការបរាជ័យចូលហ៊ានសាកល្បងហ៊ានរៀនហ៊ានកែប្រែនិងហ៊ានចាប់ផ្ដើមម្ដងទៀតព្រោះមនុស្សដែរការខិតខំប្រឹងប្រែងនៅថ្ងៃនេះគឺជាគ្រឹះនៃភាពជោគជ័យនៅថ្ងៃស្អែកអត្ថន័យនៃឃ្លានេះគឺចង់បង្ហាញថាភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យឬដោយសារសំណាងនោះទេភាពជោគជ័យគឺកើតឡើងពីការខិតខំប្រឹងប្រែងការអត់ធ្មត់និងការតស៊ូដែលយើងបានធ្វើនៅថ្ងៃនេះអ្វីដែលយើងធ្វើនៅពេលបច្ចុប្បន្ននឹងក្លាយជាលទ្ធផលដែលយើងទទួលបាននៅពេលអនាគតមនុស្សជាច្រើនចង់ទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សប៉ុន្តែពួកគេមិនចង់ប្រឹងប្រែងនោះទេពួកគេចង់មានជីវិតល្អចង់មានការងារល្អនិងចង់មានប្រាក់ច្រើនប៉ុន្តែពួកគេមិនព្រមធ្វើសកម្មភាពដើម្បីសម្រេចគោលដៅរបស់ខ្លួនឡើយការរង់ចាំដោយមិនខិតខំប្រឹងប្រែងមិនអាចនាំឲ្យយើងទៅដល់ភាពជោគជ័យបានទេការខិតខំប្រឹងប្រែងគឺដូចជាការដាំដំណាំប្រសិនបើយើងចង់ទទួលបានផលល្អយើងត្រូវរៀបចំដីសាបព្រោះគ្រាប់ពូជស្រោចទឹកនិងថែទាំវាជាប្រចាំយើងមិនអាចដាំដំណាំនៅថ្ងៃនេះហើយរំពឹងថានឹងទទួលបានផលភ្លាមនៅថ្ងៃស្អែកនោះទេភាពជោគជ័យក៏ដូចគ្នាដែរវាត្រូវការពេលវេលានិងការតស៊ូការខិតខំប្រឹងប្រែងមិនមែនមានន័យថាត្រូវធ្វើការយ៉ាងលំបាកតែមួយមុខនោះទេវាក៏រួមបញ្ចូលទាំងការរៀនសូត្រការកែលម្អខ្លួនឯងការហាត់ប្រាណការគ្រប់គ្រងពេលវេលានិងការបង្កើតទម្លាប់ល្អផងដែរសកម្មភាពតូចដែលយើងធ្វើជារៀងរាល់ថ្ងៃអាចក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់អនាគតរបស់យើងមនុស្សជោគជ័យជាច្រើនមិនបានកើតមកជាមួយភាពជោគជ័យនោះទេពួកគេបានឆ្លងកាត់ឧបសគ្គជាច្រើនបានជួបការបរាជ័យរាប់មិនអស់និងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពទោះបីជាពួកគេជួបការលំបាកយ៉ាងណាក៏ដោយពួកគេនៅតែបន្តដំណើរទៅមុខការខិតខំប្រឹងប្រែងនៅថ្ងៃនេះអាចមិនធ្វើឲ្យយើងឃើញលទ្ធផលភ្លាមនោះទេពេលខ្លះយើងអាចមានអារម្មណ៍ថាការខិតខំរបស់យើងគ្មានន័យឬមិនទទួលបានអ្វីតបស្នងប៉ុន្តែត្រូវចងចាំថាគ្មានការខិតខំប្រឹងប្រែងណាមួយដែលបាត់បង់ដោយឥតប្រយោជន៍នោះទេជីវិតគឺជាដំណើរដ៏វែងឆ្ងាយមនុស្សដែលដើរទៅមុខជាបន្តបន្ទាប់ទោះបីជាដើរយឺតក៏ដោយនៅតែមានឱកាសទៅដល់គោលដៅប៉ុន្តែមនុស្សដែលមិនព្រមចាប់ផ្ដើមឬបោះបង់ពាក់កណ្ដាលផ្លូវនឹងពិបាកទទួលបានភាពជោគជ័យ
ការបរាជ័យមិនមែនជាទីបញ្ចប់នោះទេផ្ទុយទៅវិញវាគឺជាមេរៀនដែលបង្រៀនយើងឲ្យកាន់តែរឹងមាំរាល់កំហុសទាំងអស់អាចក្លាយជាបទពិសោធន៍ដ៏មានតម្លៃប្រសិនបើយើងចេះរៀនពីវាប្រសិនបើអ្នកចង់មានជីវិតល្អនៅថ្ងៃស្អែកអ្នកត្រូវតែចាប់ផ្ដើមខិតខំប្រឹងប្រែងនៅថ្ងៃនេះកុំចាំរហូតដល់មានឱកាសល្អទើបចាប់ផ្ដើមចូលបង្កើតឱកាសដោយខ្លួនឯងហើយប្រើការរៀនមិនចេះចប់ទេព្រោះចំណេះដឹងគឺជាទ្រព្យសម្បត្តិដែលគ្មាននរណាអាចដណ្ដើមយកបានអត្ថន័យនៃឃ្លានេះគឺចង់បង្ហាញថាការសិក្សារៀនសូត្រគឺជាដំណើរមួយដែលគ្មានទីបញ្ចប់មនុស្សយើងអាចរៀនបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងទោះបីជាយើងមានអាយុច្រើនឬមានបទពិសោធន៍ច្រើនយ៉ាងណាក៏ដោយក៏នៅតែមានរឿងថ្មីជាច្រើនដែលយើងត្រូវរៀនដដែលចំណេះដឹងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតព្រោះវាមិនដូចជាទ្រព្យសម្បត្តិផ្សេងឡើយប្រាក់អាចបាត់បង់បានផ្ទះអាចខូចខាតបានឬទ្រព្យសម្បត្តិផ្សេងក៏អាចត្រូវបាត់បង់ដែរប៉ុន្តែចំណេះដឹងដែលយើងបានរៀននិងបានសន្សំទុកក្នុងខួរក្បាលរបស់យើងគឺគ្មាននរណាអាចដណ្ដើមយកបានឡើយមនុស្សដែលចូលចិត្តរៀនសូត្រតែងតែមានឱកាសអភិវឌ្ឍខ្លួនឯងជានិច្ចពួកគេមិនឈប់ស្វែងរកចំណេះដឹងថ្មីឡើយពួកគេយល់ថាការរៀនគឺជាគន្លឹះដែលនាំទៅរកការរីកចម្រើននិងភាពជោគជ័យនៅក្នុងសង្គមដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សបច្ចេកវិទ្យាថ្មីកំពុងតែកើតឡើងជារៀងរាល់ថ្ងៃប្រសិនបើយើងមិនបន្តរៀនទេយើងអាចនឹងដើរយឺតជាងអ្នកដទៃការរៀនមិនមែនមានន័យថាត្រូវតែរៀននៅក្នុងថ្នាក់រៀនតែមួយមុខនោះទេយើងអាចរៀនពីសៀវភៅពីបទពិសោធន៍ពីការងារនិងពីមនុស្សនៅជុំវិញខ្លួនការរៀនពីកំហុសរបស់ខ្លួនក៏ជាការរៀនដ៏មានតម្លៃមួយដែរមនុស្សដែលចេះទទួលស្គាល់កំហុសនិងរៀនពីកំហុសរបស់ខ្លួននឹងមានឱកាសរីកចម្រើនលឿនជាងមុនការបរាជ័យមិនមែនជាទីបញ្ចប់ទេប៉ុន្តែវាគឺជាមេរៀនដែលបង្រៀនយើងឲ្យកាន់តែរឹងមាំការអានសៀវភៅគឺជាវិធីដ៏ល្អមួយក្នុងការបង្កើនចំណេះដឹងសៀវភៅមួយក្បាលអាចផ្ដល់គំនិតថ្មីនិងអាចផ្លាស់ប្ដូរជីវិតរបស់យើងបានការអានជាប្រចាំនឹងជួយឲ្យយើងមានការគិតកាន់តែទូលំទូលាយនិងយល់ដឹងកាន់តែច្រើនមនុស្សដែលមានចំណេះដឹងតែងតែមានទំនុកចិត្តលើខ្លួនឯងពួកគេអាចដោះស្រាយបញ្ហាបានល្អនិងអាចសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរបានយ៉ាងងាយស្រួលចំណេះដឹងគឺជាអាវុធដ៏មានឥទ្ធិពលដែលជួយឲ្យយើងអាចប្រឈមមុខនឹងបញ្ហាផ្សេងក្នុងជីវិតបានការរៀនមិនចាំបាច់ត្រូវធ្វើម្ដងច្រើននោះទេការរៀនបន្តិចម្ដងជារៀងរាល់ថ្ងៃក៏អាចធ្វើឲ្យយើងមានការរីកចម្រើនបានដែរមួយថ្ងៃរៀនពាក្យថ្មីមួយថ្ងៃអានសៀវភៅមួយទំព័រឬមួយថ្ងៃរៀនជំនាញថ្មីមួយបន្តិចក៏ជាការវិនិយោគលើខ្លួនឯងដ៏មានតម្លៃដែរមនុស្សដែលឈប់រៀនគឺដូចជាមនុស្សដែលឈប់រីកចម្រើនផ្ទុយទៅវិញមនុស្សដែលបន្តរៀននិងបន្តអភិវឌ្ឍខ្លួនឯងនឹងបង្កើតឱកាសថ្មីសម្រាប់ជីវិតរបស់ខ្លួន។